វាគមន៍នៅកណ្ដាលយើងគ្រប់គ្រងកបាទាំងអស់គ្នាជួយជាមួយនឹងឲ្យមានសាយថ្មីម្ដងទៀតមកបន្តសេរីរបស់យើងដែលជាភាពបន្តប្រាណិភាពមួយនេះចៅយីក៏ថាដោយសារតែអ្នកមិនអាចគ្រប់គ្រងរាងកាយរបស់អ្នកបានដូច្នេះអ្នកគួរតែគ្រប់គ្រងរាងកាយរបស់ខ្ញុំក្នុងការវិបហាទៅលើបែបនេះនាងក៏បានយល់ព្រមប៉ុន្តែក៏និយាយផងដែរថាយើងមិនធានាសុវត្ថិភាពរបស់ឯងទេបន្តមកការយុទ្ធក៏ត្រូវបានចាប់ផ្ដើមបិសាចប្រាសាទវានៅតែប្រើប្រាស់ចែកចាយទាំងពីរក្នុងការធ្វើជាខែការពីខ្លួនព្រមទាំងចំអកថាពួកឯងនឹងមិនអាចកម្ចាត់មកកាន់យើងបាននោះទេយ៉ាងណាក៏ដោយជាមួយនឹងជំនាញនៃការគ្រប់គ្រងរបស់កញ្ញាអេរ៉ានបូករួមជាមួយនឹងជំនាញផ្លាទីរបស់ចៅយីទៀតនោះដូច្នេះហើយចៅយីបានគិតអំពីចែកចាយទាំងពីរបានយ៉ាងងាយស្រួលបង្ហាញខ្លួននៅពីមុខបិសាចប្រាសាទធ្វើឲ្យបិសាចប្រាសាទព្យាបាលខ្លាំងមែនទែនមិនបានជាលឿនរបស់គេលើខ្លាំងម្ល៉េះមើលទៅវាគឺជាការគ្រប់គ្រងរបស់នារីម្នាក់នោះហើយចេអេរ៉ានក៏បានសារថាឯងពិតជាស្លាប់បន្តិចតែចៅយីក៏បានស្រែកថាឆាប់ទៅឋានរូបភ្លាមទៅវិសាប្រាសិទ្ធប្រើប្រាស់សាច់របស់វាក្នុងការការពាររួចក៏ចំអកថាឯងខ្សោយពេកហើយមិនអាចបំបែកការការពាររបស់យើងបានទេពេលនៅស៊ីស្ទឹមក៏បានបុកនៅកម្លាំងសាច់ដុំរួមជាមួយនឹងជាតិអាស៊ីតរបស់សាគីងកែបមួយដៃនេះធ្វើឲ្យវិសាប្រាសិទ្ធនឹងចុកឈាមខ្លាំងមែនទែនតើគាត់បានអំណាចមួយនេះមកពីណាទៅសូម្បីតែកញ្ញាអេរ៉ានក៏ឆ្ងល់ផងដែរតើគាត់បានលះកម្លាំងមែនទេវិសាប្រាសិទ្ធក៏បន្តទៀតថាបើឯងនៅតែមិនអាចសម្លាប់យើងបានទេនោះយើងនៅតែអាចផ្ទេរនៅការជិះចាំនេះទៅកាន់ចែកចាយទាំងពីរតែពេលកលេមើលទៅឃើញថារបស់គេនឹងមិនទាន់ជាសស្បាយនៅឡើយទេបញ្ជាក់ថាចែកចាយទាំងពីរត្រូវបានជួយសង្គ្រោះហើយកញ្ញាអេរ៉ានក៏និយាយឌឺទៅថាឯនិយាយអំពីប្រាសាទទាំងអស់នេះមែនទេយើងបានតវាចេញអស់ហើយបំផ្លាញចោលភ្លាមបន្តទៀតថាយើងពិតជាចង់ដឹងខ្លាំងណាស់តើឯនឹងទៅជាយ៉ាងណានៅពេលដែលគ្មានប្រាសាទទាំងនេះឃើញបែបនេះបិសាចប្រាសាទពិតជាមានកំហឹងខឹងជាខ្លាំងរួចហើយគេបានផ្ទុះនៅរាងកាយរបស់មនុស្ស12នាក់ផ្សេងទៀតឃើញបែបនេះចៅយីហើយនិងកញ្ញាអេរ៉ានងឿងឆ្ងល់ខ្លាំងមែនទេបិសាចប្រាសាទវាក៏បានស្រូបយកឈាមទាំងអស់នៅចូលក្នុងរាងកាយរបស់វាធ្វើឲ្យស្ថានភាពរបស់វានៅពេលនេះពិតជាពិបាកក្នុងការមើលខ្លាំងមែនទែនមកតពីរូបបញ្ចូលគ្នា7-80ម៉ោងក្រោយមកយើងក៏បានឃើញទម្រង់ដ៏គួរឲ្យខ្លាចរបស់វាហើយវាក៏បាននិយាយថានេះគឺជាលើកទី1របស់ពួកឯងហើយដែលបានឃើញមកកាន់យើងសង្ឃឹមថាពួកឯងនឹងមិនធ្វើយើងខកចិត្តទៅចុះកំដាប់ដៃមួយនេះលឿនខ្លាំងមែនទែនកញ្ញាអេរ៉ានគិតមិនទាន់នោះទេស៊ីមួយដៃនេះប៉ាំង80ម៉ែត្របាត់ទៅចៅយីក៏សួរថាតើអ្នកមិនអីទេមែនទេកញ្ញាអេរ៉ានគិតទាំងព្យាបាលថាកម្លាំងមួយនេះវាពិតជាខ្លាំងពេកហើយនិយាយមិនទាន់តែចោលស្រួលបួផងនាងក៏ត្រូវបានបិសាចប្រាសិទ្ធមួយនៅវាប្រហារសាច់ថ្មីម្ដងទៀតដែលជាហេតុធ្វើនាងរត់របួសយ៉ាងធ្ងន់ធ្ងរបិសាចប្រាសិទ្ធក៏ថាវាគឺជាវេនរបួសឲ្យម្ដងចៅយីគិតមិនទាន់ចេញផងត្រូវបានបិសាចប្រាសិទ្ធនឹងដាក់មួយដៃប៉ាំង80ម៉ែត្រទឹកស៊ីស្ទឹមក៏បានប្រាប់ថាឆ្អឹងរបស់គាត់ពេលនេះត្រូវបានបាក់ខ្ទេចខ្ទីអស់ហើយសូម្បីតែសរីរាង្គខាងក្នុងក៏ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរដូច្នេះហើយគុណលក្ខណៈដែលអាចបំផ្លាញបានរបស់អ្នកត្រូវបានធ្វើឲ្យសកម្មរាល់របួសដែលអ្នកមាននឹងត្រូវបានស្ដារឡើងវិញទាំងអស់បន្តមកចៅយីក៏បានព្យាដឹងខ្លួនទាំងទៅហេបទៅហប់តែម្ដងឃើញម៉ាមនេះព្រះកន្លែងក៏ថាឯងបញ្ញាងើបខ្លាំងម្លេះបើសិនមកគេវាយឯងម្ដងទៀតទៅយើងមិនប្រកាសថាអាចជួយឯងបានទេចៅយីក៏បានយល់ព្រមប៉ុន្តែក៏គិតថាសង្ឃឹមថាចែកចាយទាំងអាចយកឈ្នះទៅកាន់បិសាចមួយនេះបានទៅចុះបើកលេចទៅមើលបិសាចប្រាសិទ្ធវិញវាក៏មើលងាយថាពួកឯងពិតជាខ្សោយខ្លាំងណាស់ស្រាប់តែពេលនោះកញ្ញាអេរ៉ានផ្លាស់ទីយ៉ាងលឿនក្នុងការវិបហាប៉ុន្តែក៏ត្រូវបានបិសាចប្រាសិទ្ធនឹងចាប់ជើងនាងជាប់បន្តមកក៏បោកនាងពីឆ្វេងទៅស្ដាំពីឆ្វេងទៅស្ដាំរួចហើយក៏បោះទៅកាន់ទីកន្លែងមួយរួចក៏និយាយថាតើអ្នកមានអារម្មណ៍យ៉ាងម៉េចដែរពេលដែលនាងធ្លាក់ចុះមកគេក៏បន្ថែមមួយស្នៀតទៀតបណ្ដាលឲ្យកញ្ញាអេរ៉ាននឹងមិនដឹងថារស់ឬក៏ស្លាប់នោះទេកញ្ញាអេរ៉ានក៏ថាពេលនេះជើងរបស់នាងត្រូវបានបាក់ហើយតែដៃរបស់នាងនៅតែអាចវិបហាបានចៅយាយដែលកំពុងមើលអានេះវិញក៏ថាសូម្បីតែអនុប្រធានក្រុមក៏ត្រូវបានចាញ់ក្រោមស្នាដៃបិសាចមួយនេះដែរតានណានឹងជួយសង្គ្រោះមកកាន់គាត់ទៅស្រាប់តែពេលនោះចាដែលកំពុងតែរងរបួសនឹងក៏និយាយថាអញឆាប់ប្រកោត្បូងគ្រីស្តាល់មួយនេះទៅឲ្យកញ្ញាអេរ៉ានទៅនោះនាងនឹងអាចបញ្ចេញនៅថាពុទ្ធរបស់នាងបានចៅយាយក៏បានឆ្ងល់ផងដែរប៉ុន្តែក៏មិនសូវខ្វល់នោះទេយ៉ាងណាក៏ដោយតែក៏គួរប្រកល់ថ្មមួយនេះទៅឲ្យនាងដោយរបៀបណាទៅពេលនោះព្រះកន្លែងក៏ប្រោយជាបទថាបើតាមការកេរនីរបស់យើងនោះពេលដែលឯងប្រើប្រាស់កម្លាំងស្ដំរបស់ឯងលោតទៅឱកាសនៃភាពជោគជ័យវាមានរហូតដល់ 10% ឯណោះគ្រាន់តែលើបែបនេះចៅយាយក៏ថាត្រឹមតែ 10% ទេអញ្ចឹងវាគ្មានអ្វីក្រៅពីការទៅស្លាប់ទេព្រះកន្លែងក៏បន្ថែមទៀតថាឱកាសរស់រានមានជីវិតវា 10% ប៉ុន្តែឱកាសស្លាប់វិញវារហូតដល់ 100% ឯណោះដល់ដំណើរការមួយនេះទៅហើយចៅយាយគឺមានតែបថុយមួយកដានោះទេព្ររឹងនៅសាច់ដុំជើងរបស់គាត់បន្តមកក៏រត់ទៅនៅតាមផ្លូវព្រះកន្លែងក៏រំលឹកទៀតថាឥឡូវនេះអត្រាជោគជ័យសល់ត្រឹមតែ 5% ប៉ុណ្ណោះចៅយាយក៏ថាខ្ញុំត្រូវតែតស៊ូបន្តមកក៏លោតទៅស្រាប់តែព្រះកន្លែងក៏ថាឥឡូវនេះសល់ត្រឹមតែ 1% ទេខ្វះតែមួយជំហានទៀតប៉ុណ្ណោះចៅយាយជោគជ័យហើយប៉ុន្តែក៏ត្រូវបានបិសាចប្រាសិទ្ធនឹងចាប់ជើងជាប់រួចក៏សួរថាតើឯងចង់ធ្វើអីបន្តមកក៏បោកគាត់យកតែម្ដងអាកាសពេលនេះសល់ត្រឹមតែ 0% ប៉ុណ្ណោះទោះបីជាពេលនេះអាកាសសល់ត្រឹមតែ 0% ក៏ដោយក៏ចៅយាយមិនទាន់បោះបង់ដែរប្រើកម្លាំងទាំងអស់របស់គាត់បញ្ជូនទៅកាន់គ្រីស្តាល់
ល់មនុស្សឲ្យទៅកាន់កញ្ញាអេរ៉ែនចំណែកឯគាត់វិញត្រូវបានបិសាចបរាសិតនឹងរៀមជើងរួចជាស្រេចក្នុងការជន់ទៅព្រមទាំងថាឲ្យនៅតែខ្សោយតែគេក៏ព្យាបាលព្រោះថាសំណាញ់ពីងពីងរបស់កញ្ញាអេរ៉ែននឹងបានការពារទៅកាន់ចៅយាយរបស់យើងហើយនាងក៏និយាយថាដែលលើកបានបថយជីវិតក្នុងការប្រកួតគ្រីស្តាវេទមន្តមកឲ្យខ្ញុំនឹងមិនធ្វើឲ្យអ្នកខកចិត្តឡើយបន្ទាប់ក៏ប្រើប្រាស់សំណាញ់ពីងពីងជាច្រើនចាប់ទៅកាន់បិសាចបរាសិតពេលទៅបាននៅអាកាសហើយនាងក៏បញ្ចេញនៅអ្វីក្នុងការផ្ដាច់ជីវិតរបស់បិសាចបរាសិតប៉ុន្តែជាអកុសលឲ្យអាវុធរបស់នាងមិនអាចតម្រូវរាងកាយរបស់បិសាចបរាសិតបានទេដែលគេក៏មើលងាយថាពុយមនុស្សគឺនៅតែខ្សោយនៅចេះចប់បំផ្លាញនៅអាវុធរបស់នាងចាប់បាច់ក៏ទៅកាន់កញ្ញាអេរ៉ែនបន្តមកក៏ចាក់នាងបានថែមទៀតប៉ុន្តែពេលនោះក៏មាននរណាម្នាក់ផ្លាទៅជាលឿនកាត់ដៃទៅកាន់បិសាចមួយនោះធ្វើឲ្យគេនឹងខឹងខ្លាំងមែនទែនតើគឺជានរណាអ្នកក្លាហានមេធំក៏បានបែកទៅកាន់កញ្ញាអេរ៉ែនមកកាន់ទីតាំងមានសុវត្ថិភាពឃើញទៅកាន់ពួកគេបិសាចបរាសិតក៏ថាតើវាគឺជាពួកឯងនៅពេលដែលក្មេងស្រីសសពិនិត្យមើលទៅកាន់មនុស្សគ្រប់គ្នាទៅឃើញថាឆ្អឹងរបស់ពួកគេត្រូវបានបាក់តិចរញ៉េរញ៉ៃអស់បាត់ទៅហើយដូច្នេះនាងត្រូវតែបញ្ញាប់ព្យាបាលទៅកាន់ពួកគេប្រូមេធំក៏និយាយថាក៏មានការបរម័យបិសាចមួយនេះនឹងមិនអាចឆ្លងកាត់ការពាររបស់ខ្ញុំបានទេប្រធានក្រុមរបស់ពួកគេក៏និយាយថាអញ្ចឹងទុកឲ្យយើងជាអ្នកលេងជាមួយនឹងបិសាចមួយនេះមួយរយៈទៅចុះតែកញ្ញាអេរ៉ែនក៏រំលឹកថាបិសាចមួយនេះពិតជាពិសេសណាស់ដូច្នេះប្រធានក្រុមអ្នកត្រូវតែប្រយ័ត្នគាត់ក៏តតាមិនអីនោះទេពេលនោះកញ្ញាសសប្រាប់ឲ្យពួកគេបាត់មាត់ទៅព្រោះថាវាពិតជារំខានដល់ការព្យាបាលរបស់នាងខ្លាំងមែនទែនបន្តមកនាងក៏បញ្ចេញនូវជំនាញពិសេសរបស់នាងដែលវាគឺជាផ្កានៃការព្យាបាលដាក់មនុស្សគ្រប់គ្នាចូលទៅខាងក្នុងនៅខាងក្នុងនោះចៅយីក៏មានអារម្មណ៍ថាវាដូចជាស្រួលពេកហើយគាត់ក៏ចង់ដេកតែម្ដងតែព្រះកណាត់ក៏ប្រាប់ថាកុំឲ្យដេករួចហើយក៏ចាត់ថ្នាំមួយទៅឲ្យចៅយីធ្វើឲ្យគាត់នឹងស្រេចខ្លាំងមែនទែនលើបែបនេះក្មេងស្រីសសក៏ឆ្ងល់ឡើយព្រោះថាជំនាញនៃការព្យាបាលរបស់នាងគ្មានការឈឺចាប់ទេមិនបានជាគាត់ស្រែកពេលនោះព្រះកណាត់ក៏បន្តទៀតថានេះគឺជាសំណាងរបស់ឯងហើយឆាកបោកភ្នែករបស់ឯងឲ្យធំមើលការយកគ្នារវាងអ្នកវិចិត្រកំពូលទៅនៅក្នុងសមរភូមិប្រធានក្រុមគាត់ថាយើងគឺជាប្រធានក្រុមខូវលន់ដោយសារតែឯងយល់អំពីភាសារបស់មនុស្សតើយើងជជែកគ្នាតែបិសេបរាសិតក៏ថាយើងគ្មានអ្វីត្រូវនិយាយជាមួយនឹងឯងនោះទេបន្តមកគេក៏បានស្រូបយកឈាមរបស់គ្នារបស់គេនឹងដែលបានជាប់គាំងនៅតំបន់មួយនេះទាំងអស់តែម្ដងព្រមទាំងបានថែមទៀតថាពួកឯងទាំងអស់គ្នានៅទីនេះច្បាស់ជាស្លាប់រួចហើយក៏បើកការវិបហាទៅឃើញម៉ាមនេះចៅជីក៏ថាសត្វចម្លែកទាំងនោះពិតជាច្រើនណាស់ពេលគាត់និយាយចប់បរិមាធំក៏បញ្ចេញនូវសមត្ថភាពរបស់ខ្លួនដែលគឺជាខ្យល់បកទៅកាន់សត្វចម្លែកទាំងអស់នៅធ្វើឲ្យពួកវាស្លាប់អស់ទៅហើយគាត់ក៏បាននិយាយថាទោះបីជាជំនាញរបស់ខ្ញុំអាចកម្ចាត់ទៅកាន់ពួកវាបានក៏ដោយប៉ុន្តែវាមិនអាចទប់ស្កាត់ក្លិនស្អុយនៃឈាមបាននោះទេសង្ឃឹមថាអ្នកអាចទប់ទល់វាបានក្មេងស្រីសសក៏ប្រាប់ទៅថាមិនអីនោះទេឃើញសមត្ថភាពរបស់ពួកគេបែបនេះចៅយីក៏គិតទាំងព្យាបាលហើយថាតើនេះគឺជាកម្លាំងរបស់ពួកគេមែនទេពេលនោះបិសាចបរាសិតក៏ថាមុននឹងយើងចាប់ការទៅកាន់ពួកគេយើងនឹងកម្ចាត់ទៅកាន់ឯងជាមុនសិនបន្តមកដោយសារតែឈាមជាច្រើនត្រូវបានគេស្រូបនោះរាងកាយរបស់គេនឹងក៏បានផ្លាស់ប្ដូរសាយថ្មីម្ដងទៀតឃើញបែបនេះចៅយីពិតជាមានការព្យាបាលបើក៏លេចមើលប្រធានក្រុមវិញក៏ដូចជាធម្មតាទេហើយក៏ថាយើងពិតជាចំណែកនឹងឯងណាដែលឯងអាចផ្លាស់ប្ដូររាងកាយរបស់ឯងទៅជាធម្មបានបើយើងអាចធ្វើវាបានវិញយើងច្បាស់ជាសម្រេចនៅកិច្ចការជាច្រើនជាមិនខានវិសេបរាសិតក៏ចាប់ផ្ដើមបើកការវិភាគទៅកម្មប្រធានក្រុមដែលជាហេតុធ្វើឲ្យគាត់កិច្ចឆ្វេងកិច្ចតាមរកការវិភាគរបស់វិសេបរាសិតមិនអាចត្រូវគាត់សុំមេតាបន្តិចឃើញម៉ាមនេះវិសេបរាសិតខឹងខ្លាំងមែនទែនតើឯងចេះតែកិច្ចទេមែនទេពេលដែលប្រធានក្រុមផ្លោះស្នៀតវិសេបរាសិតក៏ចាប់គាត់ជាប់ឬក៏និយាយថាដល់ពេលត្រូវបញ្ចប់ហើយយ៉ាងណាក៏ដោយនៅពេលដែលដាវត្រូវបានដូរហើយជីវិតរបស់វិសេបរាសិតនឹងក៏ខ្លាចជាសាច់ខ្វៃតែម្ដងគេពិតជាមិនជឿនោះទេតើវាមានរឿងអ្វីកើតឡើងដែលមិនចង់ឲ្យខាតពេលប្រធានក្រុមក៏បំផ្លាញនៅរាងកាយរបស់គេចោលតែម្ដងទៅសល់ត្រឹមតែបរាសិតមួយប៉ុណ្ណោះបន្តមកគាត់ក៏បានចាប់វាចូលក្នុងកំប៉ុងបាត់ទៅនេះបានធ្វើឲ្យគាត់សប្បាយចិត្តខ្លាំងមែនទែនដែលគាត់បានចាប់ទៅកាន់សត្វចម្លែកដែលឯងនិយាយបានដូច្នេះតើគាត់គួរដាក់ឈ្មោះឲ្យវាយ៉ាងម៉េចទៅពេលនោះក្មេងស្រីសសក៏ថាឲ្យទៅឈប់លេងសាយទៀតទៅអ្នកគួរតែស្វែងរកវិធីក្នុងការជួសជុលមន្ទីរពិសោធន៍មួយនេះល្អជាងចំណែកឯចៅយីវិញក៏សោះឲ្យថាកម្លាំងមួយនេះពិតជាខ្លាំងពេកហើយពេលនោះព្រះកណាត់ក៏ប្រាប់ឲ្យគាត់ដេកទៅព្រោះថាពេលនេះលែងមានប្លង់ឲ្យត្រូវមើលហើយសេរឿងបន្តទៀតចៅយីរបស់យើងក៏ខ្ជិលនឹងខ្លួនឡើងនៅក្នុងបន្ទប់ទៅគាត់ក៏ឆ្ងល់ហើយមិនបានជាគាត់នៅទីនេះស្រាប់តែពេលនោះក៏មានសំណងមួយដើរចូលមកចៅយីយើងពិតជាភ័យខ្លួនខ្លាំងមែនទែនតើនេះគឺជាអ្វីកញ្ញាអេរ៉ានក៏ថាទីបំផុតលោកភ្ញាក់ហើយដោយសារតែការធ្វើតេស្តរបស់អ្នកមិនទាន់ចេញលទ្ធផលដូច្នេះអ្នកត្រូវនៅទីនេះមួយយប់សិនក្នុងនាមគឺជាប្រុសស្មាម្នាក់ចៅយីក៏និយាយថាតើយើងតែពីរអ្នកគួងុយទឹកជាមួយគ្នាមែនទេនាងក៏បានតបទៅដោយសារតែទឹកក្តៅមានតែម្ដងប៉ុណ្ណោះដូច្នេះយើងគឺមានតែងុយជាមួយគ្នាហើយម្យ៉ាងទៀតនៅនេះមានឈ្មោះថាអេរ៉ានអនុប្រធានទី1នៃក្រុមសម្លាប់មនុស្សហើយតើគាត់មានឈ្មោះអ្វីចៅយីក៏បានតបទៅថាឈ្មោះរបស់ខ្ញុំគឺចៅយីឬហើយកញ្ញាអេរ៉ានក៏ចូលទៅចៅយីយើងពិតជាអៀនខ្វាយខ្លាំងមែនតើបន្តមកនាងក៏បានត្រួតពិនិត្យនៅរបួសរបស់គាត់ធ្វើឲ្យចៅយីរបស់យើងនឹងបានកើនឡើងកម្ដៅរាប់លានអង្សាសេតែម្ដងបើវានៅតែបន្តទៀតគាត់ច្បាស់ជាចុយហើយកញ្ញាអេ
រ៉េមចាប់អាខ្លាមិនតែនព្រោះថារបួសរបស់គាត់ទាំងអស់នឹងត្រូវបានជាសះស្បើយគ្មានសាកស្នាមសម្បីតែបន្តិចពេលនោះព្រះកណ្ណាលក៏ថាឥឡូវនេះយើងបានរកឃើញថាចង្វាក់បេះដូងរបស់ឯងនឹងគឺបានកើនឡើងរហូតដល់120ឯណោះតែឯងត្រូវការឲ្យយើងនឹងរៀបចំរបៀបបន្តពូជដែរឬទេចៅយីក៏តបថាអត់ទេគណៈនៅកញ្ញាអេរ៉ែនក៏បានឲ្យគាត់នឹងមើលមកនាងព្រោះថារបួសដែលបិសាចបានធ្វើមកកាន់នាងទោះបីជាវាបានជាសះស្បើយក៏ដោយប៉ុន្តែស្លាកស្នាមគឺនៅតែមានយើងមិនដឹងថាចៅយីបានកសាងបានប្រមាណលានជាតិនោះទេទៅបានទទួលនៅអាកាសបែបនេះព្រះកណ្ណាលក៏បន្តទៀតថាឥឡូវនេះការបន្តពូជត្រូវបានរាប់ថយក្រោយដោយទ្រាំមិនបានចៅយីក៏បញ្ញាប់ចាចេញមកមិនឈ្នះទេត្រូវបានគេភ្លក់ឲ្យទោះបីជាបានចាចេញក៏ដោយចៅយីនៅតែភ័យព្រោះថាខ្វះតែ1វិនាទីទៀតប៉ុណ្ណោះជីវិតរបស់គាត់មិនដឹងថាតើជាយ៉ាងណានោះទេពេលនៅសារព័ត៌មានក៏បានប្រាប់ថាថ្មីនេះយើងបានរកឃើញថាមានច្រកផុតថយជាច្រើនបានលេចចេញឡើងនៅក្នុងទីក្រុងមិនហើយដែលជាហេតុធ្វើឲ្យទីក្រុងមួយនេះត្រូវបានបំផ្លាញតែម្ដងលើបែបនេះចៅយីក៏ដឹងហើយថាវាគឺជាកន្លែងដែលគាត់ធ្លាប់រស់នៅបើសិនបើគាត់រស់នៅទីនោះច្បាស់ជាត្រូវបានបិសាចនៅសម្លាប់ចាជាមិនខានពេលនៅព្រះកណ្ណាលក៏ប្រាប់ថាកុំគិតច្រើនពេកអីឥឡូវនេះយើងនឹងប្រាប់អាយអំពីដំណឹងល្អមួយនោះគឺមិត្តល្អរបស់អញសៀវប៉ាងត្រូវបានរស់ឡើងវិញហើយចាប់ពីថ្ងៃតទៅគេមានជីវិតអមតៈទោះបីជាគេត្រូវបានស្លាប់ប្រមាណលានដងក៏ដោយឲ្យតែឯងនៅមានជីវិតគេនឹងរស់ឡើងវិញជារៀងរហូតចៅយីក៏ថាវាអស្ចារ្យប៉ុន្តែតាសាកន្លានអាចជួយអ្វីបានខ្លះទៅព្រះកន្លាតក៏បន្តទៀតថាសៀវប៉ាងអាចឡើងកម្រិតជាបន្តនៅពេលនេះគេអាចចែករំលែកគំនិតជាមួយនឹងឯងបានព្រោះហើយចៅយីក៏បានចេញពេលតបញ្ជាក់អំពីការរស់ឡើងវិញរបស់សៀវប៉ាងពេលដែលរស់ឡើងវិញសៀវប៉ាងពិតជាសប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែគេក៏ឆ្ងល់ថាបងប្រុសធំមិនបានជារាងកាយរបស់អ្នកនឹងដូចមនុស្សអញ្ចឹងវាពិតជាអាក្រក់ណាស់ចៅយីពិតជាសង្ហាចិត្តខ្លាំងមែនទែនព្រះកន្លាក៏បន្តទៀតថាអាចបញ្ជាឲ្យគេនឹងធ្វើអ្វីក៏បានដែរនិយាយបានថាសៀវប៉ាងដូចជាភ្នែករបស់ឯងអញ្ចឹងនិយាយមិនតាន់តែចប់ផងសៀវប៉ាងក៏បានហោះចូលទៅក្នុងបន្ទប់ទឹកយកតែម្ដងគ្រាន់តែឃើញបែបនេះចៅយីប្រញាប់ឲ្យគេនឹងត្រឡប់មកវិញមកបើមិនអញ្ចឹងទៅស្បៃឡើយសៀវប៉ាងក៏បានតបថាគេគ្រាន់តែធ្វើតាមចំណង់ចំណូលចិត្តរបស់គាត់ប៉ុណ្ណោះគ្មានតែពេលនោះកញ្ញាអេរ៉ែមប្រើប្រាស់សំណាញ់ពីងពីងនឹងចាប់ទៅការសៀវប៉ាងដោយសារតែមានចិត្តពលដែលជាហេតុធ្វើឲ្យសៀវប៉ាងនឹងស្លាប់បាត់ទៅការស្លាប់របស់សៀវប៉ាងធ្វើឲ្យចៅយីនឹងមានការឈឺចាប់ខ្លាំងមែនទែនព្រះកណ្ណាភ្លេចប្រាប់ថានៅពេលដែលសៀវប៉ាងបានស្លាប់នឹងនោះការឈឺចាប់ទាំងអស់នឹងត្រូវបានផ្ទេរមកកាន់ចៅយីថ្ងៃថ្មីក៏បានចាប់ផ្ដើមកញ្ញាអេរ៉ែនក៏បានយកលទ្ធផលនៃការតែហ្សែននឹងមកប្រាប់គាត់ផងដែរថាហ្សែនរបស់គាត់គឺធម្មតាទេនៅពេលដែលចៅយីបានពិនិត្យមើលរបាយការណ៍ទាំងអស់នោះហើយគាត់ក៏សម្រេចចិត្តថានឹងចូលរួមក្រុមជាមួយនឹងនាងក៏បានប្រាប់ទៅក្រុមរបស់យើងគឺមានអត្រានៃការស្លាប់នឹងខ្ពស់ខ្លាំងណាស់ចៅយីក៏បន្តថាដោយសារតែបែបនេះហើយទើបគេចង់ចូលរួមហើយគេក៏ចង់ប្រយុទ្ធជាមួយនឹងនាងផងដែរកញ្ញាអេរ៉ែនក៏ថាអញ្ចឹងមិនអីទេប៉ុន្តែក្នុងរយៈពេល7ថ្ងៃទៀតក្រុមរបស់យើងនឹងធ្វើការតេស្តសិលបងក្នុងការស្វែងរកសមាជិកថ្មីហើយបើតាមពីចាំបារាមនោះអ្នកចុះឈ្មោះលើកនេះពិតជាមានសមត្ថភាពមិនធម្មតានោះទេចៅយីក៏តថាវាគ្មានបញ្ហាសម្រាប់គាត់នោះទេប៉ុន្តែអ្នកមិនចង់សងគុណមកកាន់គាត់តែបានជួយសង្គ្រោះមកកាន់អ្នកទេមែនទេនាងក៏តបថាយើងពិតជាកសាចំពោះសេចក្តីក្លាហានរបស់ឯងខ្លាំងណាស់អញ្ចឹងមិនអីទេយើងនឹងផ្ដល់ឱកាសឲ្យក្នុងការបណ្ដុះបណ្ដាលពិសេសនៅកន្លែងនៅប្រធានក្រុមកម្មើពួកគេផងដែរគាត់ថាមីបានជាយើងធ្វើការកែប្រែលទ្ធផលនៃការធ្វើតេស្តរបស់ចៅយីវិជ្ជាបណ្ឌិតក៏ប្រាប់ទៅថាដោយសារតែលទ្ធផលរបស់គាត់នឹងបានបញ្ជាក់ថាគាត់មិនមែនជាមនុស្សទេលើបែបនេះប្រធានក្រុមក៏បន្តអញ្ចឹងអនុញ្ញាតឲ្យគាត់ដែលហើយមួយរយៈពេលសិនទៅរូបភាពបន្តទៀតចៅយីវិជ្ជាបាខ្លាំងមែនតើតើនេះគឺជាកន្លែងវឹកហាត់ពិសេសរបស់អ្នកមែនទេបើពិនិត្យមើលបានកាន់តែច្បាស់ទៅនៃទីជ្រៅនៃកន្លែងមួយនេះគឺពោពេញដោយសត្វចម្លែកដែលមានថាពស់ខ្លាំងជាងពិភពលោកខាងក្រៅទៅទៀតបើតាមពាក្យជាចាំរាមនោះអ្នកណាក៏ដាក់ឲ្យទៅមកទីនេះគឺមានតែសេចក្តីស្លាប់មួយប៉ុណ្ណោះតើគាត់គួរធ្វើយ៉ាងដូចម្តេចទៅក្រៅពីនេះទៅទៀតពួកគេទាំង4នាក់នោះប្រហែលជាមិត្តរួមក្រុមរបស់គាត់ដែលម្នាក់ស្រីមានឈ្មោះថាលអយ៉ាវហើយម្នាក់ប្រុសវិញមានឈ្មោះថាជូទីងប្រូពីរនាក់នេះមានឈ្មោះថាស៊ូខៃជាមួយនឹងសុងតាវកញ្ញាអេរ៉ែនក៏បានថែមថានៅខាងក្រៅនេះវាគឺជាច្រកផ្លូវដែលត្រូវបានជីកដោយបិសាចទាំងអស់នោះហើយផ្លូវទាំងអស់នោះវាភ្ជាប់ជាមួយនឹងពិភពលោកផ្សេងទៀតមានអាចកម្បាំងជាច្រើនដូច្នេះយើងក៏បានបែងចែកវាទៅជា6កម្រិតដែលមានពីកម្រិត E រហូតដល់កម្រិត S កម្រិតនីមួយៗមានភាពលំបាកខុសៗគ្នាចំពោះសត្វចម្លែកវិញពួកវាគឺកាន់តែខ្លាំងឡើងដូច្នេះភារកិច្ចរបស់ក្រុមគឺទៅកម្ចាត់ពួកវានៅក្នុងច្រកផ្លូវនីមួយៗដើម្បីកុំឲ្យបិសាចទាំងអស់នោះចេញមកខាងក្រៅបង្កបញ្ហាទៅដល់សាធារណជនយ៉ាងណាក៏ដោយសត្វចម្លែកកាន់តែខ្លាំងយើងក៏ទៅបាននៅថ្មវេទមន្តគឺកាន់តែខ្លាំងផងដែរនិយាយចប់នាងក៏បើកតែកាន់ច្រកទ្វារមួយនោះរួចក៏និយាយថាជូទីឯងគឺជាអ្នកដែលមានបទពិសោធន៍ជាងគេដូច្នេះឯងត្រូវតែធ្វើជាអ្នកដឹកនាំក្រុមមួយនេះជូទីក៏បានយល់ព្រមរួចហើយផ្លាំងបន្ទាប់ទៀតក៏កាន់មកក្នុងច្រកសម្ងាត់មួយនោះដែលចៅយាយពិតជាមានការព្យាបាលខ្លាំងមែនទែនព្រោះថាគាត់បានឃើញតែកាន់សត្វចម្លែកជាច្រើនសូម្បីតែដើមឈើក៏វាមានទំហំធំផងដែរវាពិតជាខុសគ្នាខ្លាំងណាស់អំពីរបបខាងក្រៅនោះខណៈកំពុងតែធ្វើដំណើរនោះជូទីក៏បោះរបស់
របស់ទៅឲ្យចជីប្រន់តែប្រាប់ថាឯមិនចាំបាច់កម្ចាត់ទៅកាន់បិសាចនោះទេឯគ្រាន់តែដើរតាមយើងទៅគឺគ្រប់គ្រាន់ហើយតែក្នុងចិត្តរបស់គេវិញពិតជាចំណានជាមួយនឹងចជីខ្លាំងមែនទែនដែលគាត់បាននៅជាមួយនឹងកញ្ញាអេរ៉ែនដែលជាក្រាស់របស់គេតែឃើញចជីនៅស្ងៀមគេក៏សួរថាមានបញ្ហាអ្វីមែនទេចជីក៏តបទាំងសប្បាយចិត្តថាគ្មានអីទេមើលទៅវាអស្ចារ្យណាស់ហើយក៏បានគាត់ថាគាត់មិនចាំបាច់ចំណាយកម្លាំងរបស់គាត់កម្ចាត់បិសាចទាំងអស់នោះទេឃើញបែបនេះជួយទិញពិតជាឆ្ងល់ខ្លាំងមែនទែនចជីក៏បានប្រាប់ឲ្យមនុស្សគ្រប់គ្នានឹងឆាប់បកគោរបស់ពួកគេមកឲ្យគាត់មកគាត់អ្នកទុកឲ្យនៅពេលដែលមនុស្សគ្រប់គ្នាកំពុងតែវាជាមួយនឹងសត្វចំណៃនោះចជីក៏បានសម្គាល់ឃើញថានៅពេលដែលពួកគេបានសម្លាប់ទៅកាន់សត្វចំណៃទាំងអស់នោះហើយពួកគេអាចស្រូបយកថាពណ៌របស់វាដូចជាទទួលបាននៅបបិសាចនៅក្នុងហ្គេមអញ្ចឹងនៅពេលដែលពួកគេសម្លាប់សត្វចំណៃក៏កាន់តែច្រើននោះកម្លាំងរបស់ពួកគេក៏កាន់តែខ្លាំងជាងមុនផងដែរខណៈនៅជូធីងក៏និយាយថាបន្ទាប់ពីគេបានសម្លាប់ទៅកាន់សត្វចំណៃចំនួន310ក្បាលមកទីបំផុតគេបានឡើងនៅកម្រិតហើយចំណែកឯចៅជីរបស់យើងវិញគឺខកពួកគេក៏បានយកសាច់របស់សត្វចំណៃទាំងអស់នោះយកមកពិសាតែម្ដងព្រោះថាជំនាញពិសេសរបស់គាត់គឺជាការញ៉ាំនឹងឯងនៅពេលដែលគាត់បានញ៉ាំសាច់ទាំងអស់នោះហើយនោះគាត់នឹងទៅបាននៅលក្ខណៈពិសេសរបស់វាតែម្ដងលក្ខណៈទាំងអស់នោះមានច្រើនខ្លាំងមែនទែនដូចជាធន់នឹងជាតិពុលធន់នឹងពន្លឺព្រះអាទិត្យជាដើមនឹងឯងបន្ទាប់ពីញ៉ាំឆ្អែតរួចគាត់ក៏បានដេកទៅរួចក៏គិតថាទោះបីជាគាត់មិនបានចូលរួមកម្ចាត់បិសាចជាមួយនឹងពួកគេក៏ដោយក៏គាត់ទៅបានផលប្រយោជន៍នៅពេលដែលគាត់បានញ៉ាំសាច់សត្វចំណៃទាំងអស់នោះផងដែរព្រះកណ្ណាក៏ថាត្រូវហើយនេះគឺជាអត្ថប្រយោជន៍របស់សាច់កន្លាតចៅយីក៏បានស្រែកថាសៀវប៉ាងឯរនោះឲ្យបានយូរទៅឃើញបែបនេះសន្តោក៏បានគិតថាពួកយើងបានខិតខំក្នុងការសម្លាប់សត្វចំណៃទាំងអស់នោះចង់ងាប់ប៉ុន្តែបើជាគាត់ពិតជាធ្វើពិធីជប់លៀងទៅវិញចៅយីនៅតែបន្តស្រែកឲ្យសៀវប៉ាងរស់នៅបានយូរដល់ស្នាក់ជូទីងយល់ថាគាត់នឹងឈួតហើយដូច្នេះគេក៏មានកំណត់អាក្រក់ចង់ឲ្យចៅយីរបស់យើងនឹងតាក់ទាញទៅកាន់មេរបស់បិសាចបន្តមកសេរីរបស់យើងក៏សូមកាត់ស្រាត្រឹមនេះសិនបើមានកំហុសខុសឆ្គងត្រាច់ជាមួយណាអីសូមមេត្តាខន្តីអភ័យទោសអត់មានផងណាបាទបើសិនបើមានអ្នកក្លាហានរូបណាដែលចង់ឧបត្ថម្ភមកការ admin អីក៏ឧបត្ថម្ភតាមអ្នកជួកូដខាងលើនេះបាន admin មានតែពាក្យថាអរគុណនិងជូនពរអ្នកទាំងអស់គ្នារកស៊ីទៅទៀតមិនបានតើណាមកណាប្រកបដោយសុខសុវត្ថិភាពពេលនេះពីសំណាក់ admin បាយបាយជួបគ្នាក្នុងវីដេអូក្រោយ